Campuchia សួស្តី ឥឡូវនេះពួកយើងបានមកដល់ទីក្រុងកួងជូវប្រទេសចិនហើយធ្លាប់តែកំងអីវ៉ាន់ពីចិនទៅ unboxing នៅខ្មែរប៉ុន្តែឥឡូវនេះខ្ញុំមកចិនមក unboxing ឃ្លាំងខ្មែរនៅចិនម្ដងបងចង់ដឹងថា DRSB ពាក្យពេញបានន័យថាម៉េចបង តារាសម្បត្តិ បាទ ពាក្យពេញឈ្មោះខ្មែរតើ បាទពណ៌នៅលើ logo ក៏ពណ៌ទង់ជាតិខ្មែរដែរបាទខៀវក្រហមសបាទ ថ្មីអត់ដែលបានដឹងទេបងក្រុមហ៊ុន DRSB ជាក្រុមហ៊ុនខ្មែរ 100% ចុះបងតារាសម្បត្តិថ្ងៃនេះគាត់មកអត់ ខ្ញុំហ្នឹងឯងបាទ យេឥឡូវនេះខ្ញុំកំពុងតែនៅទីក្រុងកួងជូវប្រទេសចិនបងប្អូនហើយនៅពីក្រោយខ្ញុំនេះគឺជាឃ្លាំងដឹកទំនិញរបស់ក្រុមហ៊ុន DRSB នៅក្នុងប្រទេសចិនផ្ទាល់ហ្មងណាបងប្អូននេះដូចបងប្អូនឃើញអញ្ចឹងគឺអក្សរខ្មែរធំសេវាកម្មដឹកជញ្ជូនទំនិញពីចិនមកខ្មែរបងប្អូនតាំងពីខ្ញុំជិះចូលមកដល់ក្នុងទឹកដីចិននេះមកគឺមានតែកន្លែងនេះមួយដែលមានអក្សរខ្មែរហើយដល់ពេលឃើញអញ្ចឹងអារម្មណ៍ពិតទីមួយគឺមានមោទនភាពមែនតើដែលក្រុមហ៊ុនខ្មែរអាចនិយាយទៅគឺមានអាជ្ញាប័ណ្ណមានអីត្រឹមត្រូវបើកនៅលើទឹកដីប្រទេសចិនណាអីវ៉ាន់ទាំងអស់នេះគឺសិតតែជាអីវ៉ាន់របស់បងប្អូនខ្មែរយើងដែលគាត់កំងហើយដឹកយកទៅប្រទេសខ្មែររបស់យើងនេះសម្រាប់ថ្លៃដឹកវិញតាមរយៈ DRSB គឺធូរថ្លៃបងប្អូនដោយសារតែគាត់មានក្រុមហ៊ុនផ្ទាល់ដោយបងប្អូនឃើញជាក់ស្ដែងអញ្ចឹងឃ្លាំងនេះគឺជាឃ្លាំងរបស់គាត់ដែលនៅក្នុងប្រទេសចិនតែម្ដងអញ្ចឹងអត់មានការដឹកជញ្ជូនអត់មានឆ្លងកាត់ភ្នាក់ងារអីផ្សេងទេគឺដឹកទៅផ្ទាល់ហ្មងអញ្ចឹងបានថ្លៃដឹកធូរហើយជាពិសេសគឺសម្រាប់ការដឹកជញ្ជូនផ្លូវគោកតែ$148ទេក្នុង1ម៉ែត្រគីបចាប់ពី2000រៀលឡើងទៅសម្រាប់អីវ៉ាន់ទូចបែបនេះអញ្ចឹងគឺធូរមែនតើណាដឹកពីចិនរហូតទៅដល់ខ្មែរចាប់ពី2000រៀលអីវ៉ាន់របស់គាត់គឺច្រើនចូលរាល់ថ្ងៃតែម្ដងបងប្អូនក្រុមហ៊ុន DRSB គាត់មិនមែនទប់តែដឹកឥឡូវហ្នឹងឯណានិយាយទៅគឺគាត់មានជំនាញលើការដឹកជញ្ជូននេះមក9ឆ្នាំហើយអញ្ចឹងគឺគាត់យល់ច្បាស់ពីចង់និយាយថាតម្រូវការហើយនឹងគេបញ្ហារបស់អតិថិជនណាហើយនេះគឺជាឃ្លាំងទំនិញរបស់ DRSB ដែលដឹកតាមផ្លូវអាកាសនិយាយទៅក្រៅពីដឹកតាមផ្លូវគោកក៏គាត់មានតាមផ្លូវអាកាសដែរសម្រាប់អីវ៉ាន់ដែលប្រញាប់សម្រាប់សេវាវិញគឺចាប់ពី$5កន្លះទៅប៉ុន្តែដឹកតែ2ទៅ3ថ្ងៃគឺដល់ហើយគឺគាត់ដឹកតាមយន្តហោះណាអីវ៉ាន់ដែលទូចគឺគេរួមចូលទៅក្នុងហ្នឹងដើម្បីពេលដែលដឹកទៅងាយស្រួលកុំឲ្យបាត់អីវ៉ាន់ញ៉ៃច្រើនអីចឹងណាអញ្ចឹងគេដាក់តាមកេះអញ្ចឹងហើយនេះគឺអីវ៉ាន់ដែលចូលខ្ញុំមកតាំងពីព្រឹកមិញហ្នឹងអត់ទាន់ឃើញណាស្រាប់តែមកដល់ឥឡូវនេះគឺច្រើនមែនតើសម្រាប់ DRSB Express គឺមានបងប្អូនខ្មែរយើងជាង60,000នាក់ហើយដែលប្រើប្រាស់សេវាកម្មរបស់គាត់ហើយក្នុងហ្នឹងក៏មានលក្ខណៈបែបអ្នកបែបបោះដុំណាចង់និយាយថាយើងទិញអីវ៉ាន់តង្កេះដូចកៅអៅឬក៏បែបផលិតផលអីផ្សេងដែលច្រើនហ្នឹងក៏មានរាប់ម៉ឺននាក់ដែរដែលដឹកតាមរយៈក្រុមហ៊ុន DRSB ហើយបើសិនជាសម្រាប់បងប្អូនដែលនៅភ្នំពេញហើយទីតាំងរបស់បងប្អូននៅជិតសាខាដូចជាជុំវិញសាខា7គីឡូដូចជាគាត់ដឹកឲ្យដល់ទីតាំងហ្មងតែបងប្អូននៅតាមខេត្តក៏អត់បាច់បារម្ភដែរមិនបាច់ចាំពិបាកថាឡើងមកភ្នំពេញមកយកអីវ៉ាន់នៅសាខានៅភ្នំពេញអីមិនបាច់ទេដោយសារតែ DRSB គឺគាត់មានសាខាច្រើនមែនតើនៅតាមបណ្ដាខេត្តផ្សេងណាអញ្ចឹងពីចិនរហូតទៅដល់ខេត្តរបស់បងប្អូនណានិយាយទៅពេលខ្លះយើងគិតថាទិញអីវ៉ាន់មកពីចិនអូយពិបាកមិនដឹងដឹកតាមណាអីតាមណាដឹងបានអីវ៉ាន់អត់ដែលយើងមើលអត់ឃើញយើងគិតថាវាឆ្ងាយតែដល់ពេលយើងបានមកដល់ឃ្លាំងផ្ទាល់អញ្ចេះយើងឃើញសាខារបស់ DRSB ផ្ទាល់អញ្ចេះគឺយើងមានអារម្មណ៍ថាការទិញអីវ៉ាន់នាំចូលអីវ៉ាន់ពីចិនដូចកាន់តែងាយស្រួលមានអារម្មណ៍ថាងាយស្រួលហ្មងហើយមិនងាយណាបងប្អូនក្រុមហ៊ុនខ្មែរដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលចិនក្នុងការដឹកទំនិញនាំចេញនាំចូលបងប្អូនអញ្ចឹងគឺកាន់តែមានទំនុកចិត្តអាចប្រើប្រាស់ជាមួយនឹង DRSB បានគឺមានមូលដ្ឋានគ្រឹះរឹងមាំហើយខាងលើនេះគឺជាអាជ្ញាប័ណ្ណបងប្អូនច្រើនមែនតើហើយនៅនេះគឺគេធ្វើការ24ម៉ោងហើយដូចគ្នាជាមួយនឹងសេវាកម្មផ្ដល់ព័ត៌មានដែរក៏ធ្វើការ24ម៉ោងដែរអញ្ចឹងចង់តាមដានឬក៏ចង់សាកសួរតាក់ទងនឹងអីវ៉ាន់អីផ្សេងគឺសួរភ្លាមឆ្លើយភ្លាម24ម៉ោងអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងអស់គ្នាអាចធ្វើការឆាតចូលទៅក្នុង Facebook Page របស់ DRSB Express ក៏បានដែរគេធ្វើការ24ម៉ោងហ្មង